សួស្តីមកកាន់ការទស្សនាវីដេអូខ្ញុំទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូចែកលេខមួយទៀតហើយតើតើនឹងការផ្លាស់ប្ដូរអេក្រង់ Vivo Y21 ហ្នឹងហើយដំបូងយើងកោះក្នុងក្រោយមកពួកក្នុងក្រោយនេះទោះអ្នកជំនាញកោះប៉ុណ្ណាក៏កោះទៅវាអត់លបកចឹងដែរព្រោះពេលនេះវាដល់អាយុកាលវាចឹងណាអាយុកាលវាគឺវាលបើកថ្នាំនឹងតិចហ្នឹងហើយប៉ុន្តែយើងព្យាយាមកោះទៅបានប៉ុណ្ណាយកប៉ុណ្ណឹងទៅព្រោះមុននឹងយើងកោះយើងក៏ប្រាប់ភ្ញៀវដែរអានេះយើងវូមូលវិសវាចេញហើយតទៅពីមូលវិសហើយយើងដកជើងស៊ីមព្រោះយើងភ្លេចដកជើងស៊ីមវិញដកជើងស៊ីមហើយបានយើងកោះគ្រប់ខាងក្រៅវាចេញណាយើងកោះវាមកហ្នឹងហើយប៉ុន្តែកុំទាញបុបណាតាទាញភ្លេចអានេះយើងដោះចន្ទះប៉ាំងគ្រប់លើម៉ាស៊ីនហើយយើងកោះ snap scan ព្រោះ scan នេះប្រហែលជាឆ្លងហើយព្រោះបន្ទាប់ពីយើងដូរហើយសាកទៅក្តៅកន្លែង scan ខ្លាំងណាអញ្ចឹងក៏យើងកាត់វាចោលទៅអាខ្សែ scan ហ្នឹងព្រោះគេអត់ប្រើដែរហើយវាចូលទឹកទៅវាខូចហើយយើងប្រាប់ម្ចាស់គេដែរអញ្ចឹងនេះយើងកោះថ្មហើយបន្ទាប់យើងកោះថ្មហើយយើងកោះ snap អេក្រង់ចេញហ្នឹងហើយយើងកោះវាមកហ្នឹងហើយយើងទាញវាមកទាញវាមកក្រោមចឹងមកហើយយើងកោះអេក្រង់ព្រោះអេក្រង់យើងត្រូវការប្រើ spray កោះយើងប្រើអីកោះឡាមកោះទៀតណាប៉ុន្តែអានេះខ្ញុំកាត់ខ្លីៗដើម្បីកុំឲ្យវីដេអូយូរពេកបងប្អូនក៏ទស្សនាធុញចឹងណាហ្នឹងអានេះយើងទាញអេក្រង់ចេញមកហ្នឹងហើយនេះអេក្រង់ខូចយើងចោលវាទៅអេក្រង់ហ្នឹងកូនគាត់ធ្វើចូលទឹកហើយបន្ទាប់ពីចូលទឹកហើយវាធ្លាក់ទៀតទៅហើយអត់នៅទេតួអេក្រង់ស៊ីនវាក៏នៅដែរអានេះយើងកោះកាវចាស់វាកោស្អាតមកនេះយើងជូតស្អាតវាស្អាតយើង clean វាស្អាតទៅព្រោះកាលណាតែយើងជូតវាស្អាតទៅយើងចាក់កាវចាក់អីទៅវាអត់មានជាតិកតិចដីកតិចអីកលអញ្ចឹងនេះលមូកាវមើលខ្នងក្រោយវាល្បកល្បាញព្រោះនឹងសេរីនឹងវាធ្វើមកអន់នេះប្រភេទអេក្រង់ស្អាត color វាប៉ុន្តែសុំដល់សារ Vivo ហើយអេក្រង់មួយសេរីនឹងត្រូវចង់20សេរីហ្នឹងគាត់មកបុកមកស្លឹកហ្នឹង Vivo ឆ្លាតមែនទេថាផលិតអេក្រង់តែមួយស្លឹកប្រើបាន4-5 ឆ្នាំអញ្ចឹង4-5ជំនាន់ហើយចេះតិចអានេះយើងដាក់អេក្រង់យើងដាក់ដើម្បីតេស្តយើងអត់តន់ចាក់កាវយើងដាក់តេស្តវាចង់ដឹងថាការពជាថាច់វានឹង smooth អត់អីអត់ចឹងអានេះយើងដាក់ថ្មវាចូលមកហ្នឹងអានេះយើងបើកគ្រឿងតេស្តវាមកបើកតេស្តវាតិចមកហ្នឹងហើយមើលទៅតនាការល្អអត់អីទេទាញវាពុបអានេះបន្ទាប់ពីបងប្អូនទស្សនាវីដេអូខ្ញុំហើយប្រហែលជាអនាគតទៅមុខទៅអាចចេះជាងទាំងអស់គ្នាណាហើយពួកខ្ញុំក៏ដាច់ការងារដែរនិយាយលេងណាអានេះនិយាយរួមយើងតម្រាំតែយើងអាចដូរឲ្យគេបានធ្វើឲ្យគេបានហ្នឹងយើងសងគេខូចក៏មិនចេះតិចដែរមិនស្រួលឃើញជាងធ្វើអូស្រួលខំរៀនធ្វើតាមជាងតែញអេក្រង់យកដូរខ្លួនឯងអូអានេះយើងមានបទពិសោធន៍ឆ្លងកាត់ជូរចត់ច្រើនដែរអានេះយើងចាក់កាវវាមកមិនយើងតេស្តហើយអត់ចាក់កាវហើយយើងចាក់កាវយើងដាក់ក្រង់ចូលយើងគ្របខាងក្រោយចូលដែរមកអានេះខ្ញុំកាត់លឿនទេខាងក្រោយក៏យើងប្រើកាវដែរដែលយើងតេស្តមកហើយអរគុណ